ជំរាបសួរបងប្អូនទាំងអស់គ្នាចេញថ្ងៃហ្នឹងលោកគ្រូលើកយកអំពីមេរៀនទី1យកមកបង្ហាញដល់ពួកយើងចឹងមេរៀនទី1សិក្សាអំពីទំហំចំណុចចាប់ផ្ដើមយើងរៀនអំពីការប្រៀបធៀបចឹងនៅក្នុងការប្រៀបធៀបនេះលោកគ្រូលើកយកសត្វយកមកប្រៀបធៀបឲ្យបងប្អូនមើលសត្វទាំងអស់មាន3សត្វទី1គឺសត្វដំរីសត្វទី2គឺសត្វជ្រូកហើយសត្វទី3គឺជាសត្វកណ្ដុរតើបងប្អូនមើលតាមរយៈរូបនេះតើសត្វមួយណាធំជាងគេបងប្អូនបាទសត្វដែលធំជាងគេគឺសត្វដំរីចំណែកសត្វតូចជាងគេគឺសត្វតូចជាងបន្ទាប់គឺសត្វជ្រូកចំណែកឯសត្វតូចជាងគេគឺសត្វកណ្ដុរបាទអញ្ចឹងគ្រូសូមរំលឹកម្ដងទៀតជាងការប្រៀបធៀបមានសត្វចំនួន3សត្វទី1គឺសត្វដំរីសត្វទី2គឺសត្វជ្រូកហើយសត្វទី3គឺសត្វកណ្ដុរហើយសត្វដែលតូចជាងគេគឺសត្វកណ្ដុរហើយសត្វដែលធំបន្ទាប់គឺសត្វជ្រូកហើយសត្វដែលធំជាងគេគឺសត្វដំរីបាទឥឡូវយើងចូលដល់ចំណុចបន្តយើងប្រៀបធៀបចំនួនអញ្ចឹងក្នុងចំនួនបងប្អូនបានដឹងហើយណាអញ្ចឹងសត្វទី1គឺជាសត្វអ្វីបងប្អូនបាទគឺជាសត្វភេចំណែកសត្វទី2គឺជាសត្វត្រីចំណែកសត្វទី3គឺជាសត្វមឹកចេញនៅក្នុងចំនួនបងប្អូនចេះរៀបរាប់ហើយអញ្ចឹងភេមានចំនួនប៉ុន្មានបងប្អូនបាទភេមានចំនួន2ចំណែកសត្វត្រីមានចំនួន4ចំណែកមឹកបងប្អូនរាប់ទៅមើលតែមានចំនួនប៉ុន្មានបងប្អូនបាទអញ្ចឹងមឹកមានចំនួន8អញ្ចឹងបើយើងធ្វើការប្រៀបធៀបរវាងសត្វទាំង3ហ្នឹងតើសត្វមួយណាច្រើនជាងគេបាទគឺសត្វមឹកហើយសត្វដែលតិចជាងគឺសត្វត្រីហើយសត្វដែលតិចជាងគេគឺសត្វភេបាទឥឡូវយើងចូលចំណុចបន្តសិក្សាអំពីការប្រៀបធៀបដែរប៉ុន្តែយើងប្រៀបធៀបទៅលើអីរបស់ដែលមានហើយនិងគ្មានរបស់ដែលមានឧទាហរណ៍យើងមើលតាមរូបមើលបងប្អូននេះរូបដែលមាននេះគឺរូបអីគេបងប្អូនបាទគឺជារូបពងទាឬក៏ពងមនដែលគេដឹងរៀបក្នុងប្រដាប់ដាក់ពងអញ្ចឹងមានពងចំណែកខាងនេះក្នុងប្រដាប់ដាក់ពងគឺមានពងអត់បងប្អូនបាទគឺមិនមានទេអញ្ចឹងយើងមើលតាមរូបតើរូបណាមួយណាគ្មានរូបមួយណាមានបាទរូបដែលគ្មានគឺអត់មានពងនៅក្នុងនឹងទេនេះរូបនេះចំណែករូបដែលមានគឺមានពងនៅក្នុងនឹងបាទឥឡូវយើងចូលដល់លំហាត់ក្នុងមេរៀនរបស់យើងចឹងលំហាត់ទី1គេសួរថាម៉េចតើរូបណាធំជាងគេចឹងយើងមើលក្នុងរូបទី1កខគខបាទរូបទី1កមានដបហើយក្នុងនេះមានអីមានដបដែរហើយក្នុងនេះមានដបដែរប៉ុន្តែដបទាំង3ហ្នឹងយើងមើលអក្សរកគឺដបតូចអក្សរខគឺដបធំជាងគេអក្សរកគឺដបដែលនៅពាក់កណ្ដាលគេមានន័យថាវាមិនតូចវាមិនធំប៉ុន្តែក្នុងសំណួរគេសួរថាតើរូបមួយណាធំជាងគេបាទអញ្ចឹងក្នុងចំណោម3ហ្នឹងរូបណាធំជាងគេចូលបងប្អូនខុសរង្វង់ព័ទ្ធជុំវិញមកណាអ
ចឹងរូបធំជាងគេគឺអក្សរខចំណែកលំហាត់បន្តគឺមានរូបចំនួន3ដែរទី1បាទទី1គឺសត្វមាន់ហើយខាងនេះក៏មាន់ដែរខាងនេះក៏មាន់ដែរប៉ុន្តែមាន់ទាំង3ហ្នឹងគេសួរថាមាន់មួយណាធំជាងគេបងប្អូនបាទគឺមាន់រូបអក្សរកឥឡូវយើងចូលលំហាត់លេខ2លំហាត់លេខ2គេសួរក្នុងរូប3ហ្នឹងតើរូបណាដែលច្រើនជាងគេចឹងបើយើងសិក្សាតាមចំនួនរូបដែលច្រើនជាងគេគឺរូបមានរបស់ច្រើនជាងគេចឹងរូបដែលមានរបស់ច្រើនជាងគេលេខមើលរូបកគឺជាផ្លែឈើរូបខគឺជាផ្លែឈើដែររូបគោក៏ជាផ្លែឈើដែរប៉ុន្តែយើងរាប់រូបកមើលឃើញរូបចំនួនប្រមាណ1 2 3 4ជារូបខបាទ1 2 3 4 5ជារូបគោ1 2ជាមាន12បាទអញ្ចឹងគោមាន2ខមាន5កមាន4អញ្ចឹងរូបណាដែលច្រើនជាងគេបងប្អូនបាទគឺជារូបអក្សរខឥឡូវយើងចូលលំហាត់លេខ3លេខ3សំណួរសួរថារូបណាដែលតិចជាងគេក្នុងចំណោមរូបទាំង3ហ្នឹងមួយណារូបតិចជាងគេឥឡូវយើងចាប់ផ្ដើមរាប់ទាំងអស់គ្នាអញ្ចឹងរូបកមានចំនួន1 2 3 4បាទរូបកមានចំនួន4ផ្លែចំណែកខមាន1 2 3 4បាទអញ្ចឹងខមានចំនួន3ផ្លែចឹងគោមានចំនួន1 2បាទអញ្ចឹងមើលរូបណាតិចជាងគេគឺមានចំនួនផ្លែតិចជាងគេអញ្ចឹងតិចជាងគេមួយណាកខគោបាទចម្លើយដែលត្រឹមត្រូវគឺអក្សរគោបាទឥឡូវយើងចូលលំហាត់លេខ4លំហាត់លេខ4ក្នុងសំណួរលេខ4សួរថាតើកេសណាដែលគ្មានដបអញ្ចឹងបងប្អូនមើលតាមរយៈរូបកេសដែលគ្មានដបគឺកេសមួយណាបាទគឺអក្សរអីអក្សរខ